ជំរាបសួរថ្ងៃនេះខ្ញុំនឹងបង្ហាញលោកអ្នកអំពីរបៀបប្រើប្រាស់ tool 2នៅក្នុង Adobe Photoshop tool នោះមានដូចជា Quick Selection Tool ឬក៏ Magic Wand Tool គឺ shortcut វាគឺយើងប្រើអក្សរ W ពេលចុចអក្សរ W លើ shortcut ហ្នឹងមកវានឹងទៅរក tool Quick Selection ឲ្យយើងអញ្ចឹងរបៀបប្រើប្រាស់យើងរើស tool វានៅលើ toolbar ហ្នឹងមកបន្ទាប់មកយើងធ្វើការ select វាដែលចុចមកឲ្យជាប់ហើយអូសទៅលើផ្ទៃដែលយើងចង់ select យកណាឧទាហរណ៍ថាខ្ញុំ select មកវាមានការលើសអញ្ចឹងខ្ញុំអាចប្រើ option នេះ option មួយនេះគឺយើងបន្ថែមហើយ option មួយនេះលេខដកនេះគឺសម្រាប់ដក selection នឹងចេញមានន័យថាយើង select លើសអញ្ចឹងយើងត្រូវដក selection ចេញតបមកយើងប្រើ selection សញ្ញាបូកនេះវិញដើម្បីបន្ត selection នេះទៀតនេះអត់តដល់ខ្ញុំអូយដល់មកអូខេចឹងធ្វើការ select ឡើងលើទៀតដោយ click មកឲ្យជាប់ហើយយើងអូសទៅត្រង់ផ្ទៃដែលយើងចង់ select អូខេ select នេះទៀត Control Z មកដើម្បី back ពេលយើងធ្វើខុសដោយសារពណ៌វាលក្ខណៈស្រដៀងគ្នាពេកអញ្ចឹងវាធ្វើឲ្យC ទៅដល់ផ្ទៃដែលមានស្រដៀងផ្សេងទៀតអញ្ចឹងខ្ញុំប្រើនេះដើម្បីដក selection ដែលខ្ញុំ select លើសទីតាំងដែលខ្ញុំចង់ select ហេតុអីបានយើងត្រូវការ select ហ្នឹងគឺយើង select វាដើម្បីធ្វើការកែតម្រូវឬក៏ copy ឬក៏ cut layer ដែលយើងចង់ធ្វើនោះបន្តមកខ្ញុំប្រើ move tool សម្រាប់អូសទាញនៅ layer របស់យើងអញ្ចឹងរបៀបប្រើវាគឺប៉ុណ្ណឹងអញ្ចឹងចូលដល់ tool មួយទៀតគឺ Magic Wand Tool នេះគឺជា tool ដែលងាយស្រួលទេបើកម្ដងទៀតអញ្ចឹងដើម្បី select យើងគ្រាន់តែ click នៅលើផ្ទៃដែលយើងចង់ select ហ្នឹងគឺវានឹង auto select ឲ្យយើងដោយសារពណ៌វាស្រដៀងគ្នាអញ្ចឹងពេល select ទៅវាមានលក្ខណៈវាស្រូបទៅទាំងអស់ខ្ញុំឧទាហរណ៍ខ្ញុំនឹងរករូបភាពថ្មីមួយទៀតដើម្បីបង្ហាញពី tool នេះរូបណាដែលច្បាស់ឧទាហរណ៍អូខេរូបនេះមួយអញ្ចឹងពេលដែលខ្ញុំចង់ select ខ្ញុំប្រើ tool ហ្នឹង Magic Wand Tool ហ្នឹងក៏ចុចវាមក click មកយើងអាចធ្វើការ select វាបានអញ្ចឹងរបៀបប្រើ tool ទាំងពីរនេះមានតែប៉ុណ្ណឹងបាទសូមអរគុណ